បងប្អូនទាំងអស់គ្នាជប៉ុនគឺជារបស់ប្រជាជនទេមិនមែនជាព្រះរាជានិយមឡើយរឹតតែមិនមែនជារបស់កងទ័ពទៅទៀតនេះយកប្រជាជនមកដល់ហើយចាប់ដើរនឹងជិនចិត្តចិនចេញពីសាលាហើយមែនហើយこれが大事なんだ。オイルタンクとエンジンの関係について説明しよう。エンジンのデザイン上、ガソリンはまずオイルポンプによってキャブレターに送られ、そこで空気と混合された後、エンジン部に送られ、ពួកឯងចង់ធ្វើអីជន់ចេញទៅក្រៅភ្លាមឯងមិនអាចធ្វើអីបានទេនោះសាលាជប៉ុនមិនអោយជនជាតិចិនរៀនចេះដាច់ខាតតែឯងឆាប់ចេញទីនេះភ្លាមឯងគ្រូទីអើយថយចេញឯងយ៉ាងម៉េចពួកឯងចូលទៅហើយព្រោះបានតែមនុស្សតូចតាចនាងអាចជាស្អីដែរបានជាហ៊ាននិយាយបាននេះដាក់ខ្ញុំគឺសាមធានកងជឿជាមនុស្សដែលមិនຕົកពួកឯងនៅក្នុងចិត្តទេអញមិនខ្វល់ថាឯងជាអ្នកណាទេអញរាប់ដល់3ឯងចេញពីទីនេះភ្លាមឆាប់ចេញភ្លាម1 2 លោកគ្រូឆាន់យាគាត់ជាលោកគ្រូឆាន់យាហើយជាគ្រូដឹកនាំក្រុមអ្នកគ្រាខ្លាំងដែរមិនក៏ពួកឯងវាយឆាប់ចប់យ៉ាងនេះឯងបាននិយាយរួចហើយថាហឹង្សាមិនអាចដោះស្រាយបញ្ហាបានទេឥឡូវតើនៅមានអ្នកណាសង្ស័យទៀតទេលោកគ្រូទូពៀនខ្ញុំសូមទោសលោកគ្រូជំនួសវាផងណាឯងគួរតែអរគុណគេដែលបានបន្ទូដៃឯងបើមិនចឹងឯងខ្លាចទៅជាជនបដហើយឯងវិញនេះជាមួយអ្នកណាគេគឺខ្ញុំអូចាមិនម្នាក់ឯងទេក្បាច់គុណក្រាន់បើមែនខ្ញុំគឺលោកគ្រូឈនជាតិនៃក្រុមនាងគ្រីខ្មៅចុះលោកវិញគួងជឿមិនក៏នាងនៅទីនេះដែរលោកពូឆាន់យាស្លាប់ប្រការរបស់ខ្ញុំនេះត្រូវសិលរបស់លោកពូធ្វើឲ្យបាក់ទៅហើយឃើញទេណាលោកពូប្តីផ្ដាស់មែននាងមិនមែនមិនដឹងថាពូរបស់ឯងនេះជាមនុស្សមានល្បីឈ្មោះទេតើពួកឯងមានអ្នកណាជាប់លុយតាមខ្លួនទេយ៉ាងម៉េចពេញចិត្តហើយឬនៅស្រីចលើបឯងនេះដូចជាឪពុកនាងអញ្ចឹងពិបាកទប់ទល់ណាស់ឯងមិនខ្លាចអត់ប្តីទេអត់បញ្ហាទេឲ្យតែមានឈិនចិនទៅវាគ្រប់គ្រាន់ណាស់ទៅហើយឈិនចិនបាទខ្ញុំនេះឲ្យឈិនចិននៅក្រុមជីងវូមិននៅសិង្ហៃអញ្ចឹងលោកហួរយានជាគាត់ជាលោកគ្រូរបស់ខ្ញុំហេមែនណាមានបញ្ហាអីពូទើបទទួលបានទូរលេខមួយថ្មីនេះនៅសៀងហៃរបស់ប្រទេសចិនក្នុងទូរលេខនិយាយថាលោកហួរយានជានៅក្នុងការប្រកួតគ្នាត្រូវគេវាយស្លាប់ទៅហើយគូភាគីគឺសាលាក្បាច់គុណរហុងខៅនៃក្រុមនាគខ្មៅរបស់ពួកយើងនេះឈ្មោះរបស់វាគឺកាយឈុនឡុងអ៊ីមិនមែនទេសុំទោស
អ្វីដែលខ្ញុំនិយាយសុទ្ធតែការពិត ខ្ញុំសុំទោស ស្ដាយណាស់ដែលគ្មានឱកាសសារជាមួយគេ ឆិនចិនតើបងចាំទៅណាហ្នឹង ទៅកងសួររបស់ចិនខ្ញុំចង់ដឹងថាគ្រូខ្ញុំស្លាប់មែនឬមួយក៏អត់ លោកគ្រូរបស់បងមិនអាចជន់ចិត្តចិនសម្លាប់ទេ ត្រូវហាមជនជាតិជប៉ុនឈ្លានពានប្រទេសដទៃដាច់ខាតជ័យយោប្រជាជនជ័យយោប្រជាជនជ័យយោក្នុងឆ្នាំ1921កងទ័ពជប៉ុនបានពង្រីកកងទ័ពឲ្យចូលទៅកាន់កាប់នៅក្នុងដែនដីរបស់ប្រទេសចិននៅឈិងតា ខ្ញុំសូមពមៀនបងណាបើសិនជាបងទៅលើកនឹងត្រឡប់មកវិញយូរអូនមិនអាចរងចាំបងជាដាច់ខាតតែឆិនចិនតើបងត្រឡប់មកវិញទេ រងចាំពូវាចេញពីប្រទេសចិនទៅជប៉ុនវិញនោះបងនឹងត្រឡប់មកមើលអូន ប៉ុន្តែជនជាតិជប៉ុនទៅច្បាំងនៅឈិងតាគឺច្បាំងជាមួយជនជាតិចិនណា អូនគួរតែដឹងហើយថាឈីនតាជាទឹកដីរបស់ជនជាតិចិនដែរជនជាតិចិននិងជប៉ុនក៏ដូចគ្នាដែរ ឆិនចិនបងពិតជាស្អប់ជនជាតិជប៉ុនយ៉ាងនេះហ៎ ខ្ញុំមិនដឹងទេគួងជឿស្ថិតនៅក្នុងកលៈទេសៈបែបនេះអូននឹងបងសុទ្ធតែគ្មានវិធីជ្រើសរើសបានទេថែខ្លួនផងណា ចឹងទៅ ក្រុងសៀងហៃ លោកពូដល់ទៀតខ្ញុំថាមកតាំងលោកពូ អត់ទេអត់ទេណាពូអត់មានលុយទេណាពូអត់មានទេពូប្រាប់ថាអត់មានលុយទេពូអត់មានលុយទេពូប្រាប់ថាអត់មានលុយទេពូអត់មានទេណាពូអត់មានទេ អរុនសួស្ដី ខ្ញុំមិនមែនជនជាតិជប៉ុនទេ អូលោកកាពិតលោកមិនជនជាតិជប៉ុនទេអញ្ចឹងប្រសើរជើញអង្គុយអីលោកជើញទៅណាដែរ ទៅជិញវូមិន ហ៎ជិញវូមិនលោកចង់ទៅរៀនក្បាច់គុនហ៎ លោកពូខ្ញុំចង់ទៅរៀនក្បាច់គុនសូមលោកពូឆាំតិចបានទេ រៀនក្បាច់គុនខ្ញុំខាត់លោកកុំទៅជិញវូមិនអីនៅសៀងហៃណាសុទ្ធតែដឹងថាជិញវូមិនពីមុនលេខ1ក៏ប៉ុន្តែឥឡូវមិនមែនលេខ1ទេ ពូទៅឬក៏អត់បើមិនទៅខ្ញុំផ្លាស់ឆាយកែវ អូទៅឲ្យលុយលោកចង់ទៅណាទៅនោះហើយអង្គុយល្អណាចេញដំណើរ លោកមើលសុំបីទៅហួយានជាក៏ស្លាប់បាត់ទៅហើយជីងវូមិនលែងមានអនាគតហើយលោកគិតមើលតិចសិនមើលដែលខ្ញុំណែនាំសាលាគុណផ្សេងឲ្យលោកនៅកន្លែងនេះអត់មានអនាគតទេលោកឃើញទេសាច់ច្បងទី5សាច់ច្បងទី5អាពីបងមែនមកខ្ញុំជួយកាន់ ខ្ញុំអរគុណណា លោកគឺឈិនចិននៅក្រុមជីងវូមិនប្រកាសជាមានអនាគតល្អហើយពូចាំតែមើលចុះ ចាំអីនៅចាំអីទៀតសាច់ច្បងទី5សាច់ច្បងទី5 លោកគ្រូទីនេះជាកន្លែងតម្កល់ព្រលឹងរបស់លោកគ្រូខ្ញុំចង់សាកក្បាច់គុណជើញទៅខាងក្រៅចុះ Ôi!
លោកគ្រូចាំណៃទេលោកគ្រូឲ្យខ្ញុំសុំទោសណាសម្លាញ់ហួរខ្ញុំប្រៀបបាននឹងគេទេខ្ញុំឈ្នះតែចៃដន្យទេលោកខំធ្វើដំណើរមកឆ្ងាយយ៉ាងនេះអស់កម្លាំងហើយបើសិនជាលើក្រោយមានឱកាសជួបគ្នាទៀតខ្ញុំនឹងសួរសុខទុក្ខលោកដល់សាលាវិញណាឯរៀនចប់ហើយមិនចំពោះថាយ៉ាងម៉េចទេមកវិញជាការល្អហើយលោកពូនងដើមឡើយអញគិតថាមិនចង់រំខានឯងក្នុងការសិក្សាមិនអោយនរណាទៅប្រាប់ឯងទេចុះមិនក៏ឯងដឹងខ្ញុំនៅប្រទេសជប៉ុនមើលសារព័ត៌មានទើបដឹងពួកជនជាតិជប៉ុនឥឡូវនេះបានចិត្តណាស់ចិនឥឡូវទៅគោរពវិញ្ញាណក្ខន្ធឪពុកខ្ញុំសិនទៅណែធ្វើនេះបានន័យថាម៉េចចិនមិនមែនជាមនុស្សត្រកូលហួរទេធ្វើមិននឹងអាចកាន់ទុកបានលោកពូចិននៅជាមួយពុកខ្ញុំតាំងពីតូចមកលោកពុកខ្ញុំចិញ្ចឹមគេធំឡើងគេជាមួយគ្រួសារត្រកូលហួរមានអីខុសគ្នាណែមុនពេលដែលពុកខ្ញុំមិនទាន់ទៅប្រកួតគ្នាគាត់មានជំងឺជាប់ខ្លួនទៅហើយខ្ញុំបានខាត់គាត់ច្រើនដងទៅហើយតែគាត់មិនព្រមស្ដាប់ខ្ញុំសោះអោនក្បាលទៅមិនក៏ឯងធ្វើយ៉ាងនេះអសអត់ធ្មត់នេះលោកគ្រូឯងសរសេរដល់ផ្ទាល់ដៃលោកពូនងចិនធ្វើត្រូវណាពួកបរទេសនៅក្នុងប្រទេសយើងកាន់អំណាចផ្ដាច់ការគឺព្រោះតែពួកយើងអត់ធ្មត់យូរពេកហើយខ្ញុំបាននិយាយរួចហើយចាប់ពីពេលនេះតទៅមានហូជាងស៊ឺខ្ញុំនៅក្នុងក្រុមជាងវូដាច់ខាតមិនអាចអត់ធ្មត់តទៅទៀតទេខ្ញុំទៅរកការឈួនចិនតាមវិន័យត្រូវសរសេរសម្បត្តិឲ្យគេដឹងសិនខ្ញុំតែឥឡូវនេះមិនចាំបាច់សរសេរសម្បត្តិទេចិនណែសាលាគុតហុងខើជាកន្លែងរបស់ជប៉ុនសូម្បីពួកចាត់ចងគ្នាចូលបាយដែរបើសិនជាឯងមានរឿងអីកើតឡើងក្រុមជាគូគិតយ៉ាងម៉េចឪពុករបស់ឯងក៏មិនឯងគូមានដែរណាលោកពូឪពុករបស់ឯងបានបកគលឲ្យឯងមើលថែឯងបើសិនជាមានរឿងអីកើតឡើងគិតយ៉ាងម៉េចអាសាអាវូឯងនាំបងប្អូនប្រមាណអ្នកទៅមើលចិនមើលមានរឿងអីកើតឡើងឆាប់មកវិញបាទKhông à? Come on, ស្អាតមែនថយចេញបានលោកចុងមានទូរស័ព្ទនរណាគេនោះអាឡូខ្ញុំជាយានគួយនងជីងសិនហ៎មានរឿងធំយ៉ាងនេះហ៎បាទខ្ញុំទៅលើហើយណែតាមខ្ញុំទៅសាលាគុណហុងខើវិញបាទចំជិលងងមែនរបៀបស្រីបំបីជួនណាដល់ស្បែកជើងនេះហើយមិនក៏ពាក់ស្បែកជើងចូលមកទីនេះយើងខ្ញុំឈិនចិននៅក្រុមចេញវូខ្ញុំចង់រកកាយឈុនឡុងអ៊ីជនជាតិចិនមិនដែរចូលសាលាគុណហុងខៅបានទេចេញវិញទីនេះជាកន្លែងរបស់ជនជាតិចិនឲ្យតែជនជាតិចិនទៅកន្លែងណាក៏បានដែរអាចចង្រៃ
យើងមិនចង់ប្រាក់បាច់គុណជាមួយឯងទេឲ្យប្រធានសាលារបស់ឯងចេញមក ខ្ញុំនឹងឈិនធ្វើការប្រកួតគ្នាដោយយុត្តិធម៌បើសិនជាបានលទ្ធផលយ៉ាងម៉េចទាំងសងខាងគ្មានការដេញដោលទេគ្រូរបស់ខ្ញុំប្រើកណ្ដាប់ដៃគ្រួសារតកូលហួរខ្ញុំក៏ប្រើកណ្ដាប់ដៃគ្រួសារតកូលហួរវាយជាមួយលោកដែរ ពេលនេះទើបខ្ញុំដឹងថាឯងមិនមែនជាដៃគូរបស់គ្រូខ្ញុំទេ សាលាគុណហុងខៅការពីជនជាតិជប៉ុនបើគ្មានបញ្ជាពីថ្នាក់លើមិនអាចចូលបានទេណា ហើយពួកឯងយ៉ាងម៉េចហ្នឹងកុំនាំខ្ញុំឲ្យមានទោសណា ខ្ញុំបានឃើញសាច់ច្បងទី 5 ចូលដល់ផ្ទាល់ភ្នែក មែនហើយពួកខ្ញុំសុទ្ធតែឃើញទាំងអស់លោកមើលសាច់ច្បងទី 5 ចេញមកហើយណោះ ឯងមិនមែនជាជនជាតិជប៉ុនទេហ៎មិនមែនទេ គ្រូ អ
មានរឿងអីហ្នឹង អត់មានរឿងអីទេអត់មានរឿងអីទេលោកសុធានលោករាជទូតគ្មានអីទេអត់មានអីមែនណាដល់បំផុតក៏មកករឿងណាបាទកងទៅទី1បំបាយជួរសិច្ចបទី5យ៉ាងមិនបាច់ណាប្រសាណាប្រសាណាឯងទៅជម្រាបចេញសឿនលោកពូនងឲ្យទៅជួបខ្ញុំនៅមុខភ្នំរបស់លោកគ្រូផងណាទៅនៅរបស់លោកម្ចាស់អ៊ុំទាន់ហើយផងថំប្រាំងឡើងវិញយ៉ាងតិចថំជួយមុនដល់ហើយប្រាំងជួយតិចហើយស្អុយលោកគ្រូប៉ែនខ្ញុំរំខានលោកតែហើយខ្ញុំជាគ្រូពេទ្យមិនដែលពិនិត្យសាកសពទេទុកឲ្យខ្ញុំវិញត្រូវការវះកន្លែងណាដែរបើចង់ពិនិត្យពឹសត្រូវវះកាពៈចេញមកណែពួកឯងកំពុងធ្វើអីហ្នឹងកាយយើងគួយពួកគេកំពុងធ្វើអីហ្នឹងពិនិត្យសាកសពហេតុអីបានជាលោកមិនខាត់គេលបងនងអើយឈិនជិនជាមនុស្សរបស់ក្រុមជីងវូខ្ញុំគ្មានសិទ្ធិខាត់គេទេក៏ប៉ុន្តែលោកឈិនជិនសាកសពរបស់លោកពុកមិនក៏ឯងធ្វើប្រេតដែរខ្ញុំបានប្រកួតជាមួយកាយឈួនរួយហើយវាមិនមែនជាដៃគូរបស់លោកគ្រូវ៉ាន់ទេការពិតលោកគ្រូវ៉ាន់ត្រូវគេដាក់ថ្នាំបំពុលឲ្យស្លាប់កាយជាគួយលោកមិនសង្ស័យថាប្អូនទី4ត្រូវថ្នាំបំពុលទេមែនពួកយើងជាត្រូវកាយឈួនវាយឡើងគួនឈាមពេលនោះណាក៏ឃើញដែរចឹងមែនហើយឯងស្មានតែរាល់គ្នាគេគ្មានភ្នែកយ៉ាងម៉េចណារបស់នេះលោកពូនងខ្ញុំសុខចិត្តទទួលកំហុសដោយមិនគោរពចំពោះលោកគ្រូប៉ុន្តែតែឆៃមើលនឹងការពិតដែរបើសិនជាពូចង់រារាំងខ្ញុំសម្រាប់ខ្ញុំចោលចុះជីងស៊ឺរឿងនេះខ្ញុំហ៊ានអះអាងថាគាត់ត្រូវថ្នាំបំពុលមែនការពិតនៅណាជាអ្នកដាក់ថ្នាំបំពុលបញ្ហានេះខ្ញុំប្រគល់ឲ្យលោកហើយអ្នកទាំងអស់គ្នាជួយបញ្ចុះសពលោកគ្រូសាជាថ្មីម្ដងទៀតណាបាទខ្ញុំបានថាឲ្យថាលោកគ្រូមិនមែនអាចជប៉ុនកំទេចកំទីនោះវាយស្លាប់ទេចាំមើលថ្ងៃក្រោយជនជាតិជប៉ុននោះវាក្អេងក្អាវទៀតទេមែនណាសំណាងឲ្យតែសាច់ច្បាស់ទី5មកតាន់បើកុំតែគាត់ពួកយើងមិនតាន់ដឹងផងទេហើយគិតយ៉ាងណាក៏គិតមិនលេចតរសោះលោកគ្រូមិនក៏ត្រូវថ្នាំបំពុលទៅវិញលោកគ្រូមានការជួបរៀននៅខាងក្រៅច្រើនពេកដាក់ថ្នាំបំពុលងាយបំផុតហើយឯងចាំបានទេលោកគ្រូព្រោះតែប្រកួតក៏អាចទុនជាមួយកាវឈួនចំណាយពេលមួយខែថែខ្លួនឬអីចេញទៅក្រៅនោះត្រូវហើយមនុស្សដែលដាក់ថ្នាំបំពុលប្រកាសជាមនុស្សដែលក្បត់នឹងក្រុមជាងពូហើយសៀវហួយធម្មតាបាយមហូបរបស់លោកគ្រូគឺឯងជាអ្នកទទួលខុសត្រូវមែនទេមែនហើយមានការអីហ៎លោកពូនងលោកមិនមែនសង្ស័យលើសៀវហួយទេមែនទេហើយមិនមែនទេគំនិតរបស់ពូគឺក្រៅពីសៀវហួយទៅគឺមានអ្នកណាអាចប៉ះពាល់ដល់ម្ហូបអាហារអស់ទៅនេះមិនខានគឺខ្ញុំនេះអើយមនុស្សក្រុមជីងវូទាំងអស់សៀវអ្វីសោះឆ្លងកាត់ខ្ញុំទាំងអស់លោកក៏កំពុងសង្ស័យខ្ញុំអាសៀងឯងទៅមើលចក្រានបាយមើលតែមានថ្នាំបំពុលថ្នាំកដុលអ្វីទេឆាប់ទៅមើលឲ្យលឿនឡើងមើលពូគីនពូកុំច្រឡោតខ្លាំងពេករឿងនេះគ្មានតែទៅញៀងទេឯងឆាប់ទៅមើលនៅក្នុងចក្រានបាយមើលតែមានរបស់អ្វីដែលអាចថ្នាំបំពុលមនុស្សស្លាប់បានទេឆាប់ឡើងទៅពូគីនពូកុំអាចច្រឡោតយ៉ាងនេះធ្វើអីបើមិនពិនិត្យមើលទីទោះបីខ្ញុំស្លាប់ក៏បាត់ភ្នែកចិត្តដែរតែមានរឿងអីនឹងចេញស៊ឺលោកពូនងកំពុងតាមដានមើលឃាតករណាដែលបានសម្លាប់លោកឪពុកពូគីនយល់ថាពួកយើងសង្ស័យគាត់ខ្ញុំអត់មានតែសង្ស័យគាត់នោះទេឥឡូវចេះណាថ្ងៃក្រោយបាយដែលខ្ញុំដាំព្រមទាំងម្ហូបដែលខ្ញុំធ្វើអ្វីកុំស៊ីទាំងអស់ខ្ញុំនៅទីនេះច្រើនឆ្នាំមកហើយលោកម្ចាស់ហួរសុទ្ធតែពិសាបាយរបស់ខ្ញុំតាំងពីតូចដល់ធំនងជីងសិនឯងបែរជាថាខ្ញុំជាអ្នកដាក់ថ្នាំបំពុលឲ្យលោកម្ចាស់ហួរស្លាប់ទៅវិញហើយបានឲ្យពូគីនទាំងអស់គ្នាពិសាបាយទៅចិនចិនអាបាយម្ចាស់នេះដាក់ថ្នាំពុលរួចហើយណាលោកគ្រូពិសាបាយជុំគ្នាជាមួយនឹងពួកយើងបើសិនជាម្ហូបដែលពូដាក់ថ្នាំពុលធ្វើឲ្យលោកគ្រូស្លាប់មែននោះអញ្ចឹងពួកយើងក៏ស្លាប់ទាំងអស់គ្នាដែរឯងបែងចែកសមហេតុសមផលមែននងជីងសិនស្ដាប់ឮហើយនៅសង្ស័យខ្ញុំទៀតពូគីនពិសាបាយទៅណាត្រូវហើយពួកជនជាតិជប៉ុននោះថាមិនបានវិលត្រឡប់មកវិញរកពួកយើងសងសឹកដូច្នេះពួកយើងឆាប់ហូបបាយទៅតោះហូបបាយទៅសាច់ច្បង
ខ្ញុំចង់ទៅផ្ទះលោកស្មីតបន្តិចគាត់នឹងប្រាំនៅលទ្ធផលនៃការពិនិត្យមើលតើថ្នាំពុលនោះជាថ្នាំអីទៅខ្ញុំចង់ដឹងមែនហើយពិនិត្យតាមជាសាស្ត្រ ពួកឯងធ្លាប់ឃើញហាត់ក្បាច់គុណចឹងទេអត់ទេ អូយតែមែនអត់ចានអូយឯងមើលឯងចេះទេអូយអត់ចេះទេសាច់បងទី 5 ពីមុនដែរឃើញបងហាត់ចឹងទេតែឥឡូវបងបង្ហាត់ពួកខ្ញុំឲ្យវាយបានទេមកពួកយើងហាត់ទៅល្អអោះតោះ កាយវិការល្អពេកមិនប្រកាសថាមានប្រយោជន៍ទេហាត់ក្បាច់គុណមិនអាចហាត់បានដោយងាយទេពេលវាយតែមានទិសដៅតែមួយគត់គឺវាយឲ្យត្រូវគូភាគីហើយនេះខ្ញុំត្រូវមានសំណុំពរឲ្យប្រតិកម្មចំណាយនឹងកម្លាំងព្រមទាំងការវាយលុកធម្មតាបំផុតហើយក៏ត្រង់បំផុតមានប្រយោជន៍ធំបំផុតដែរបើសិនជាចង់វាយគេនោះដំបូងត្រូវវាយឲ្យចេះសិនមែនទេមុនពេលដែលគូភាគីមិនទាន់ចេញបាច់យើងវាយគេដួលប៉ុន្តែបើសិនជាកម្លាំងមិនគ្រប់គ្រាន់ទេនោះឯងវាយគេ10ដៃគេនៅតែមិនអីតែគេវាយឯងតែម្ដាយឯងដួលទៅហើយអញ្ចឹងទ្រាំលែងបានហើយណា សាច់បងស្រីគេទាំងពីរនាក់នេះចង់មករៀនក្បាច់គុណលោកឈិនបង្រៀនក្បាច់គុណដល់ពួកខ្ញុំហ៎មែនណាខ្ញុំចង់រៀនក្បាច់គុណជាមួយលោកគ្រូឈិនអ្នកទទួលខុសត្រូវនៅក្នុងក្រុមជីងវូគឺហួរធានស៊ឺគឺឈិនបង្ហាត់ឬមិនបង្ហាត់នោះមិនហ៊ានធានានេះគេហៅថាជំហានអីជំហានសេះខ្ញុំយល់ថាគឺសេះងាប់ទេតោះខ្ញុំមើលតែមើលតាន់បែបនេះបានកម្លាំងមកពីណាខ្ញុំប្រាប់ឯងណាក្នុងក្បាច់គុណរបស់ជប៉ុនមានរបៀបតាន់មួយប៉ុន្តែតែធម្មតាមែនប៉ុន្តែមានការរហ័សណាស់កម្លាំងក៏ធ្ងន់ណាស់ដែរ សាច់បងទី 5 តើពួកខ្ញុំមើលតិចមើលអត់ដែរដល់មកប្រងព្រៀបណាបាទឈរស្រួលតាអូយសាច់នេះលេខហើយមិនអីទេត្រូវពេលលើកម្លាំងក្នុងខ្លួនទាំងអស់រួមផ្សំឲ្យចាំទាន់ណាមានការអីណាកុំទៅវិញយប់ណាស់ហើយអូនចង់ឲ្យបងនៅទីនេះឥឡូវបងជាប្រធានសាលាក្បាច់គុណហេតុនេះបងត្រូវទៅវិញពីមុនលោកប៉ាបងនៅរស់បងមិនហ៊ានគេងនៅខាងក្រៅទេឥឡូវបងជាប្រធានសាលាគុណហើយខ្លាចអីទៀតតិចលើថ្ងៃក្រោយគេឃើញច្បាស់ជាគ្មានអ្នកណាគោរពបងទេណាអូនមិនជឿបងទេតាមមានអ្នកណាមិនគោរពភីងសឺរបស់អូននោះបានទេនៅទីនេះហើយណាមុនពេលទៀបភ្លឺបងត្រូវទៅវិញណាខ្ញុំចង់ដឹងពីសកម្មភាពរបស់ជនអស់ទាំងនេះហើយនេះត្រូវខ្លំមើលជនជាតិជប៉ុននោះហើយនៅលើនេះមានមនុស្សរងងខ្លះតែតែមិនដឹងពីកលៈទេសៈសុំទោសខ្ញុំមកយឺតពេលលោកកាយឈួតលោកត្រូវឈិនធ្វើឲ្យភ័យលោកព្រលឹងហើយមែនទេសូម្បីតែទ្វារក៏មិនគោះដែរខ្ញុំចង់ឲ្យលោកសម្រាប់បានច្រើនបន្តិចខ្ញុំមិនឲ្យលោកចូលរួមការប្រជុំនេះទេខ្ញុំគ្រាន់តែចង់សួររឿងមួយប៉ុណ្ណោះតើលោកមេបញ្ជាការក្តាប់រឿងកងទ័ពមានដែលក្តាប់រឿងពិនិត្យសាកសពរបស់ហួរជាដែរឬទេពួកឯងប្រមាណអ្នកចេញទៅក្រៅសិនបាទយ៉ាមីមានរឿងមិនអាចនិយាយសាធារណៈបានដែររឿងដាក់ថ្នាំពុលគឺលោកប្រើគេឲ្យធ្វើមែនដែរឬក៏មិនមែនប្រទេសជប៉ុនរហូតមកដល់ថ្ងៃនេះទោះបីជាសេដ្ឋកិច្ចវិទ្យាសាស្ត្ររោងចក្រសូម្បីតែកម្លាំងកងទ័ពក៏សុទ្ធតែខ្លាំងក្លាលើប្រទេសចិនទាំងអស់ដើមឡើយសង្ឃឹមថាពួកឯងជាមនុស្សរៀនក្បាច់គុណទាំងអស់នេះអាចវាយបំបាក់នៅក្បាច់គុណចិនបានតែស្ដាយណាស់ពួកឯងបែរជាគ្មានកំណត់យ៉ាងនេះសោះពួកខ្ញុំលោកដៃក៏ដោយសារតែបង្ខំចិត្តដែរណា
ថោកទៀត គេថាកងទ័ពត្រូវតែឆ្លៀសវៃបន្តិច សម្ដីមួយម៉ាត់នេះត្រឹមតែនិយាយចំពោះកងទ័ពទេមិនសមប្រើចំពោះពួកខ្ញុំជាអ្នកហាត់គុនឡើយការប្រកួតរបស់ខ្ញុំហើយហួរយានជាការពិតជាភាពត្រឹមត្រូវជាទីបំផុតតែត្រូវពួកអាត្មាលោកនេះធ្វើឲ្យខ្លាយទៅជាថោកទាបយ៉ាងនេះលោកមិនសមជាមនុស្សដែលមានស្មារតីសាមញ្ញទេអ្វីដែលហៅថាស្មារតីរបស់ជនសាមរាយត្រូវតែយកការខុសនឹងត្រូវបំភ្លេចចោលទាំងអស់ធ្វើតាមបញ្ជារបស់ព្រះរាជាទោះបីធ្វើជាអ្នកទោសជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្រក៏មិនត្រូវរុញរាដែរឯងធ្វើអញ្ចឹងមិនសមឯងចាំមើលខ្ញុំមិនធ្វើម្ដងតាមលទ្ធផលពិនិត្យសាកសពរបស់លោកគ្រូពេទ្យស្មីតថាលោកគ្រូត្រូវថ្នាំអំពុលមួយយ៉ាងដែលមានប្រតិកម្មយឺតធ្វើឲ្យគាត់បាត់បង់កម្លាំងក្នុងខ្លួនទាំងអស់ពេលដែលគាត់ប្រកួតគ្នាជាមួយនឹងលោកកាយឈួនការពិតគឺមិនអាចទាន់នឹងកម្លាំងខ្លាំងក្លារបស់គេបានទេតែលោកនៅក្នុងក្រុមមានអ្នកក្បត់ទេដឹងចិត្តការពិតឯងមកធ្វើអីលោកពូនំមិនបានជាសួរបែបនេះគ្រាន់តែឯងមកវិញ2ថ្ងៃសិស្សបងប្អូនទាំងប្រមាណលើកដំកើងឯងដូចជាសក្ការៈបូជាចឹងប៉ុន្តែឯងមានធ្លាប់នឹកទេទឹកចិត្តរបស់ភីងស៊ឺពិបាកទ្រាំយ៉ាងណាមិនអញចឹងកើតទេចាប់តាំងពីឯងមកវិញលើកទី1កិច្ចការអ្វីដែលឯងបានធ្វើឯងមានសួរភីងស៊ឺជាមុនទេសុទ្ធតែកាន់គំនិតខ្លួនឯងទាំងអស់ឯងអត់មានទុកវានៅក្នុងចិត្តទេឯងមានលទ្ធភាពហើយប៉ុន្តែឯងក៏ត្រូវចាំដែរថាភីងស៊ីវាទៅជាប្រធានសាលាក្បាច់គុណនៅជាងវូមិននេះដល់យប់ណាស់ហើយខ្ញុំទៅសម្រាប់សិនហើយឯងគិតមើលឲ្យច្បាស់ទៅណាអូសាច់បងទី5ហាត់រត់ទៀតហើយហ្នឹងណាអូយអាសាដល់ហើយណោះលោកគ្រូឈិនលោកគ្រូឈិនមិនក៏ឆាប់ក្រោកឡើងរត់យ៉ាងចឹងហើយលោកមើលបងប្អូនពួកខ្ញុំទាំងអស់មកហើយពួកវាចង់តាមលោករៀនក្បាច់គុនណាកុំតាមខ្ញុំអត់ណាលោកគ្រូឈិនលោកគ្រូឈិនលោកគ្រូឈិនយើងទៅក្រោកថ្ងៃពេកហើយនេះលោកគ្រូស្លាប់បាត់ហើយលោកគ្រូស្លាប់ហើយលោកគ្រូស្លាប់បាត់ហើយទៅដោះស្រាយតាមកម្លាំងបាយនោះទេយកដំស្នៃទៅសាច់ឆ្មារុនសួស្ដីយប់មិនពេញយប់តាបងទៅណាគ្មានមកវិញសោះអញ្ចឹងអាណាឈិនចិនគាត់ទៅរត់នៅខាងក្រៅហើយពេលដែលវាមកវិញប្រាប់បងផងបងចូលទៅបន្ទប់ហើយណាចាមានរឿងធំហើយពួកជប៉ុនមកអស់ហើយទាំងអស់គ្នាឆាប់ចេញមកឲ្យយល់ឡើងតែស្បាធំពួកជប៉ុនមកដល់ហើយនៅស្គៀមសិនខ្ញុំមើលទៅមានរឿងធំអញចាប់ទៅអង្គាភ្លាមចាមានកាយណារើឈិនចិនតើវានៅឯណាឈិនចិនខ្ញុំអត់ដឹងទេប្រហែលជាទៅវាយពួកជប៉ុនហើយមើលទៅចរិតរបស់សិស្សប្អូនខ្ញុំមួយនេះចម្លែកណាស់ថ្ងៃណាដែលមិនបានវាយពួកជប៉ុនខ្លួនវាដូចជានៅសុខសាន្តឈប់សិនជនជាតិចិនថោកទាបណាស់លុយសម្រាប់លោកគ្រូកាយឈួនរបស់ខ្ញុំជនជាតិជប៉ុននៅតែជាជនជាតិជប៉ុនចេះតែដាក់កំហុសលើគេទាំងអស់កុំនិយាយច្រើនពេកបើសិនជាថ្ងៃនេះឯងមិនអោយឈិនចិនមកទេខ្ញុំមិនទៅវិញទេថ្ងៃនេះបានជាពួកលោកមកដល់ទីនេះហើយខ្ញុំមើលទៅចង់ទៅវិញក៏ពិបាកដែរបាត់ភាពទេ
នោះធៀបពួកអាចហូនយើងមកហៅគាត់វិញទេណាទូដាវវិញទៅបានហើយពួកឯងទៅវិញចុះចាំមិនដឹងលែងវាទៅតែអញ្ចឹងហ៎មើលទៅត្រូវរបួសទាំងសងខាងចាត់ទុកតែគ្មានរឿងទៅចុះពួកខ្ញុំមិនទៅទេបកគលឈិនចិនចាញ់មកភ្លាមមកបងស្អាតពិនយល់ដល់មុខខ្ញុំផងឯងនេះគ្មានសមត្ថភាពទេសិស្សបងទី5សិស្សបងទី5កម្លាំងណែសៀមដល់គ្នាដល់គ្នាកូនរើអាកិច្ចអញមិនជឿថាឯងហ៊ានប្រើកំភ្លើងបាញ់អញទេអញមិនហ៊ានបាញ់ឯងទេក៏ប៉ុន្តែមិនដឹងកំភ្លើងនេះរៀលកាយឬក៏អត់ទេអ្នកណាកម្រើកអញបាញ់អ្នកនោះនាំឈិនចិនទៅភ្លាមវិញទៅឯងនាំឈិនចិនទៅកាលជួនត្រូវគេសម្លាប់ម្សិលមិញខ្ញុំត្រូវនាំឈិនចិនទៅតាមដានណែខ្ញុំអត់បានសម្លាប់មនុស្សទេខ្ញុំអត់ទេទៅអត់ទេខ្ញុំទៅបើពួកឯងមិនថយទេអញបាញ់ងាប់ឥឡូវនឹងថយចេញមកអង្គុយទៅពួកឯងទុកចិត្តចុះលោកប្អូនជាគេទទួលខុសត្រូវសំណុំរឿងនេះគេថាមិនអីគឺមិនអីហើយណាមិនក៏ឯងស្លៀកពាក់អញ្ចឹងទៅវិញលំអងនងអើយខ្ញុំការពារខ្លួនខ្ញុំបានផងសំណុំរឿងនេះមិនមែនខ្ញុំទទួលខុសត្រូវនោះទេអញ្ចឹងឈិនចិនហើយតាមវាសនាទៅចុះណែបើកសាវនាការលោកមេពុននេះលោកថាមានសាស័យ4នាក់មែនហើយនៅក្នុងក្រុមរំរួតរបស់ពួកខ្ញុំមានសាស័យ4នាក់ពួកគេពិតជាអាចបញ្ជាក់ថាបានឃើញឈិនចិនសម្រាប់មនុស្សមែនចម្លែកមែនសាស័យ4នាក់នេះវាយកពីណាមកខ្ញុំបានឃើញដល់ផ្ទាល់នៅផ្នែកពួកខ្ញុំណាក៏ស្គាល់វាដែរខ្ញុំឃើញវាកាប់ជនជាតិចិននោះមកក្បាត់ហើយមកក្បាត់ទៀតរហូតដល់ស្លាប់ត្មងហ្នឹងគឺវានោះហើយខ្ញុំបានឃើញវាប្រើបថៅកាប់ជនជាតិជប៉ុននោះស្លាប់តបភ្នែកខ្ញុំប្រកាសជាចំណាំវាបានវិញសុំទោសតើខ្ញុំកំពុងលើកដៃប្រមាណរៀបពីអូមិនមែនទេរៀប4យកអត់ដាក់ចិត្តតិចមកគ្រាន់មើលបានច្បាស់បន្តិចមិនបាច់ទេហើយនិយាយតែផ្ដាមនុស្សពួកវាយកមកទាំងអស់ខ្ញុំបានអត់មានសម្រាប់មនុស្សទេការនោះខ្ញុំនៅក្នុងក្រុមជិញវូរហូនសិស្សបងប្អូនរបស់ខ្ញុំអាចធ្វើជាសាក្សីបានទាំងអស់តុលាការជាទីគោរពមនុស្សនៅក្នុងក្រុមជើងវូទាំងអស់មិនអាចធ្វើជាសាសេឈិនចិនបានទេព្រោះវាជាបងប្អូននឹងគ្នាឯងទៅនេះដែរសូមស្ងាត់សាសេដែលលោកចង់រកមកហើយតុលាការជាទីគោរពខ្ញុំមានសាសេម្នាក់ដែលមានជំនួយធំបំផុតតុលាការជាទីគោរពខ្ញុំយល់ថាចម្លើយរបស់ជនជាតិចិនមិនអាចទុកចិត្តបានសាសេរបស់ខ្ញុំជាជនជាតិជប៉ុនអូខេនាងសូមនាងបញ្ជាក់ពីសាវតារបស់នាងសិន
ខ្ញុំឈ្មោះសានធានគង់ជឺលោកសានធានគង់ជឺជារដ្ឋមន្ត្រីក្រសួងអប់រំជាតិបច្ចុប្បន្ននេះជាឪពុករបស់ខ្ញុំ តាមចម្លើយរបស់ឈិនចិនថាយប់ដែលកើតហេតុនោះគេនៅក្រុមជាងពូរហូតអ្នកនាងសានធានតើនឹងអាចបញ្ជាក់លេច ឈិនចិននិយាយកុហកទេយប់ថ្ងៃនោះគេនឹងខ្ញុំសុទ្ធតែនៅក្នុងសន្តាគារបន្ទប់តែមួយរហូតមកគ្មានចេញក្រៅទេ ពេញមួយយប់ហ៎ មែនហើយ នេះកូនចិនមិនយ៉ាងបើសិនជាឈិនចិនគេឆ្លៀតពេលដែលនាងដីលងលក់ហើយលួចចេញទៅក្រៅនាងមិនអាចដឹងបានទេមែនទេ ប៉ុន្តែគ្មានឱកាសចេញក្រៅទេយប់ថ្ងៃនោះពួកខ្ញុំទាំងពីរនាក់នៅលើគ្រែរហូតគ្មានបានដេកទេ បើសិនជាពួកនាងបានដេកទេតើពួកនាងធ្វើអីខ្លះ ពួកខ្ញុំទាំងពីរនាក់នៅលើគ្រែអត់មានបានដេកទេលោកថាមើលតើអាចធ្វើអ្វីខ្លះ ពេលនេះខ្ញុំនិយាយគេរឿងអីចាំអត់ដឹងណាមិនយល់ឯងដឹង តែជនជាតិជប៉ុននោះថានាងដេកជាមួយសិស្សច្បងទី5ផង មិនមែនទេ ដឹងទេ សំណុំរឿងមួយនេះដូចជាផ្ដេសផ្ដាស់ពេកហើយខ្ញុំប្រញាប់ទៅវាយកូនគោលផងសំណុំរឿងនេះចប់ត្រឹមនឹងចុះសូមជួយអរលោកណាអរគុណតោះពួកយើងតើអ្នកខ្លាចមើលស្អីការពិតអាលមូស្រីតើមិនក៏អូននៅទីនេះដែរ អូនបានអ្នកបងអ្វីទាំងអស់ហើយបងត្រូវចាំអូនអស់មួយជីវិតណាឲ្យខ្ញុំដាំបាយឲ្យនាងស៊ីគ្មានមុខតំណែងអីផងនឹងរំងាប់ចិត្តនឹងទៅ ចិនលោកគ្រូរបស់ឯកានៅរួមបញ្ជូនឯងទៅរៀនប្រទេសជប៉ុនគាត់ចង់ឲ្យឯងរៀនខាងបច្ចេកទេសខ្ពស់ជាងគេហើយស្គាល់នីតិខ្លួនឯងត្រូវទប់ទល់នឹងជប៉ុនយ៉ាងម៉េចកុំព្រោះតែស្រីជប៉ុនម្នាក់បំភ្លេចការផ្ដែផ្ដាំរបស់លោកគ្រូឲ្យសោះណាក្រុមជាងវូរបស់យើងមិនចង់ឲ្យគេច្រឡំថាយើងជាមួយនឹងជនជាតិជប៉ុនមានការខົບខិតជាមួយគ្នានោះទេចិនឯងជាមនុស្សរបស់ក្រុមជាងវូពួកយើងគឺមិនគួរតាក់ទងជាមួយនឹងស្រីជនជាតិជប៉ុនឡើយ ឈិនចិនអូនមកកន្លែងនេះនាំកង្វល់ដល់បងតាមមែនដែរទេ មិនមែនទេ ចិនកូនប្រុសដើមទ្រូង5ហាន់ខ្លាចអីខ្វះប្រពន្ធក៏ព្រោះតែស្នេហារវាងប្រុសហើយនឹងស្រីបាត់ភាពអង្អាចឲ្យសោះឬមួយក៏ឯងព្រោះតែស្រីម្នាក់ចង់បំផ្លាញខ្លួនអស់មួយជីវិត លោកពូនងគួងជឿនាងលះបង់អ្វីទាំងអស់មកដល់ទីនេះរកខ្ញុំណាមួយរឿងដែលនាងបាននិយាយនៅតុលាការថ្ងៃនេះខ្ញុំមិនអាចមិនថែទាំនាងទេ ថាំបានដែរស្រីជប៉ុនម្នាក់នឹងប្រហែលជាអញ្ចឹងមែនហើយ ในក្រុមជាងវូយើងនេះមិនអនុញ្ញាតឲ្យជនជាតិជប៉ុននៅបានទេឯងជ្រើសរើសខ្លួនឯងទៅចុះមួយគឺដេញស្រីជប៉ុនមិនឲ្យនៅជាមួយឯងបើមិនចឹងទេឯងចេញពីក្រុមជាងវូចុះ សិស្សច្បងធំធ្វើអានេះគឺចង់ដេញសិស្សច្បងទី5ហើយ ចាំមិនឯងចេញសិនឯងចង់កាន់ជើងជនជាតិជប៉ុន ឯងកុំចោទប្រកាន់ខ្ញុំសោះណា ចោលប្រកាន់ស្អីឯងចង់ធ្វើឆ្កែជប៉ុន ឯងនិយាយទៀតឯងលែងគួរសមហើយ ហើយបានហើយពីឯងឈប់ឈ្លោះគ្នាទៅហើយប្រកែកគ្នាទៅចិនបើសិនជាយ៉ាងនេះតទៅមិនយូរប៉ុន្មានក្រុមជាងវូត្រូវរលាយហើយខ្ញុំមិនចង់ឃើញក្រុមជាងវូឆ្លោះប្រកែកគ្នាទេដល់ដំណាក់កាលនេះមានតែវិធីមួយគត់គឺពួកយើងត្រូវតែប្រកួតគ្នាអ្នកណាឈ្នះធ្វើជាប្រធានក្រុមតើឯងយល់យ៉ាងម៉េច តែខ្ញុំមិនចង់ធ្វើប្រធានក្រុមទេ ខ្ញុំមិនរវល់តែឯងចង់មិនចង់ទេតាមការពិតនៅក្រុមជាងវូមានមនុស្សច្រើនណាស់សុទ្ធតែគោរពឯងមិនគោរពខ្ញុំត្រូវប្រកួតជាមួយឯងម្ដងបើសិនជាខ្ញុំចាញ់ខ្ញុំឲ្យឯងធ្វើជាប្រធានក្រុមជាងវូតែបើខ្ញុំឈ្នះវិញឯងត្រូវតែបោះបង់ស្រីជប៉ុននោះចោល Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ធំសាច់ច្បងធំយ៉ាងម៉េចសាច់ច្បងធំយ៉ាងម៉េចហើយសាច់ច្បងធំសាច់ច្បងធំយ៉ាងម៉េចហើយយ៉ាងម៉េចសាច់ច្បងធំ បងមិនអីទេ ឥឡូវខ្ញុំចាញ់ហើយឯងជាប្រធានហើយសាច់ច្បងធំ ខ្ញុំមិនត្រូវការធ្វើប្រធានទេហើយក៏មិនបោះបង់គួងជឿចោលដែរបើសិនជាបងចង់ខ្ញុំជ្រើសរើសមែននោះខ្ញុំមានតែចាក់ចេញពីក្រុមចេញវូនេះចុះ ជាត្រឡប់ទៅសានបងមួយមើលហើយខ្ញុំជួយហើយគួងជឿចាំបងកន្លែងនេះមកផ្លែនណា ចា៎ លោកថាកែមានបន្ទប់ដែរទេ មានសូមជួយមកតាមខ្ញុំមក អូមានបន្ទប់ហើយមក ជនជាតិជប៉ុនណាបើជនជាតិជប៉ុនវាបន្ទប់ជួលឲ្យទេ នេះជាប្រពន្ធរបស់ខ្ញុំតាលោកគួរតែអធិស្ឋានឲ្យផងណា អូម្នាក់នោះដូចជនជាតិណាណាជនជាតិណាជនជាតិណាណាការប៉ុន អូអូពីដែរទៅមនុស្សល្ងងទៅចិនទៅត្រឡប់ទៅវិញទៅមក យ៉ាងម៉េចណា មានកដោនៅខាងក្នុង មានកដោណានៅកន្លែងណា មិននៅកន្លែងហ្នឹងមែនណាពិតជាមានកដោមែន ប្រហែលជារត់បានហើយទេដឹងអូនៅកន្លែងនេះប្រកាសជាមានកដោហើយ អូយសាច់កដោនឹងគួរឲ្យខ្លាចណាស់វាចេះតែរំខាន កដោវានៅមុនទេការពិនយើងធ្វើឲ្យរំខានឲ្យវាតា បងនិយាយអត់ខុសទេ បងខុសឆ្គងចំពោះអូនមែនបើជាឲ្យអូនមករស់នៅកន្លែងនេះអញ្ចឹង អូនមានអារម្មណ៍ថាកន្លែងនេះក្រាន់បាតដែរបងមើលទេសភាពស្អាតណាស់តាមការពិតស្នាក់នៅកន្លែងនេះស្រួលជាងនៅស្ថាន អូ ភាព នគិតយ៉ាងនេះមែនណាអញ្ចឹងចាំបងនាំអូនទៅកន្លែងផ្សេងទៀតណា បងចោលក្រុមជីងវូមែនទេ ក្រុមជិញវូគេបោះបង់បងចោលទេយ៉ាងនេះក៏គ្មានកំហុសដែរផ្ទុយមកវិញបានធូរទ្រូងច្រើនផង តែយ៉ាងនេះមិនដូចជាបងទេ ហេតុអី បងកំពុងកុហកខ្លួនឯងអត់មានក្រុមជីងវូអារម្មណ៍បងមិននឹងណត់ទេធ្វើមិនមានអារម្មណ៍ធូរទ្រូងកើតនោះចិនបងនិយាយកុហកអូនប្រកាសជាដឹងណា អូនដឹងមែនណា លោកពូនងសូមចេញពិសាតែ នាងមិនទៅពិសាបាយទេ ខ្ញុំលេបមិនចូលទី ភិងស៊ឺនៅមិនទាន់មកវិញទេហើយពិបាកបន្ទោដែរភិងស៊ឺពីតូចដល់ធំមិនដែលទទួលការប៉ះទង្គិចប្រកួតមិនឈ្នះចិនចឹងពិបាកក្នុងខ្លួនណា ចរិតសិស្សច្បងធំម្នាក់ណាខ្ញុំខ្លាចតែគាត់មិនព្រមត្រឡប់មកវិញធ្វើជាប្រធានទេ បើសិនជាវាមិនធ្វើប្រធានក្រុមតើមានអ្នកណាធ្វើទេក៏ដាក់ដៃបង្វែកទេតកូលហួរមានតែបង្រៀនវាម្នាក់គាត់បើវាមិនធ្វើតើមានអ្នកណាធ្វើមែនហើយប្រហែលថ្ងៃមានអ្នកណាបង្រៀនក្បាច់គុណទេ អាសៀងនិងអាពីវ ហើយបើសិនជាប្រហែលថ្ងៃនេះមានអ្នកណាមកអុកលុកកន្លែងចឹងគឺពិបាកហើយ ម្ដាយខ្ញុំសរសេរសម្បត្តិឲ្យខ្ញុំថាក្រុមជីងវូប៉ះពាល់ដល់ជនជាតិជប៉ុនប្រាប់ថាមិនឲ្យខ្ញុំនៅកន្លែងនឹងទៀតទេ ចឹងគិតយ៉ាងម៉េចនាងប្រងចាចេញទៅហើយហ៎ ខ្ញុំក៏មិនដឹងគិតយ៉ាងម៉េចដែរ មិនបារម្ភទេយ៉ាងណាក៏ទីនេះជាព្រំដែនរបស់អង់គ្លេសដែរជនជាតិជប៉ុនក៏ខ្លាចខ្លះដែរពួកជនជាតិចិនឯនេះចំជាមិនចេះស្ដាយមែនមនុស្សមកຕົកស៊ីមហូបដល់ទៅ2តុកឯណោះហ៎
មានកាយនឹង ខ្ញុំចង់ជួបប្រធានក្រុមជីងវូរបស់ពលលោកឯង ចង់ជួបប្រធានក្រុមចង់ជួបនិយាយជាមួយខ្ញុំបានហើយ លោកឈុនយេដែលមានស្នាដៃខ្ពស់ជាងគេនៅក្រុមនាយរាជរបស់ពួកខ្ញុំចង់ប្រកួតជាមួយប្រធានក្រុមរបស់ពួកឯង អញ្ចឹងក៏យ៉ាងម៉េចទៅ រកសាច់ច្បងធំមកវិញមក បានការនេះគួរតែរកសាច់ច្បងទី5វិញខ្ញុំបានតែគាត់នៅកន្លែង យករកក្បត់លោកវាយជាមួយប៉ុនឯង ខ្ញុំនិយាយទេម្ដងទៀតណា មួយទៅវាហ៊ានបាទហើយជួបប្រកែកគ្នាទៀតទៅទោះជាពួកឯងប្រកែកគ្នាក៏ដោះស្រាយបញ្ហានឹងបានដែររកសាច់ច្បងធំរបស់ឯងមកវិញដោះស្រាយទៅពូគិន អូអាស៊ីម អើយកាមិតសិស្សច្បងគាត់ទៅកន្លែងណាទៅណោះ អូយធ្វើមិញអញដឹង ពូគិនកាមិនមានរឿងអីទៅហ្នឹង ឯងបាច់ធ្វើពើទេឥឡូវកូនប្រុសខ្ញុំយ៉ាងម៉េចទៅហើយ ពូគិនណាមានរឿងអីចាំនិយាយពេលយប់ ក្រែងឯងនិយាយរួចហើយថាអញដាក់ថ្នាំហើយឯងនឹងលេងកូនប្រុសអញអី ពូគិនកូនប្រុសរបស់ពូនៅសានតុងមានទោសសម្លាប់មនុស្សណាពូលេងក៏លេងបានដែរ គឺឯងសន្យានឹងអញទៅណោះ ខ្ញុំបានសន្យាពូពីងកាលគឺជនជាតិជប៉ុនសន្យាតើ កូនប្រសាអញប្រាប់ថាកូនប្រុសអញនៅក្នុងទីឃុំឃាំងត្រូវពួកជនជប៉ុនសម្លាប់បាត់ទៅហើយណោះ ខ្ញុំប្រាប់ទៅចោពូមិនធ្វើក៏ធ្វើរួចទៅហើយដែរម្យ៉ាងទៀតពូមិនមែនធ្វើចោលទៅទេណាលុយ 1000 ណែនោះពូបានទទួលហើយពេលដែលពូទទួលលុយនោះមិនក៏មិនចិត្តទុនផងទៅពូជនជាតិជប៉ុនបានយល់ព្រមនឹងពូហើយកូនប្រុសរបស់ពូប្រកាសជាមិនអីទេពូឈប់និយាយពីណាទៀតពួកឯងថាថ្នាំនោះមិនអាចធ្វើលោកម្ចាស់ហួរស្លាប់បានទេបើសិនជាដឹងមុនថាអញ្ចឹងខ្ញុំសុកចិត្តឲ្យកូនប្រុសខ្ញុំស្លាប់ហើយក៏មិនឲ្យលោកម្ចាស់ហួរស្លាប់ដែរ ជួយផងជួយផងពួកខ្ញុំបានរកឃើញរបស់នេះនៅក្រោមសាកសពរបស់ពូគីន នេះជារបស់ស្អីគេហ្នឹងនេះជាសាច់កពើក្រៀមនៃភីងស៊ឺពឹងពាក់មនុស្សទិញពីស្រុកណានយ៉ាងមកទេព្យាបាលជំងឺបំពង់កអញ្ចឹងរបស់អីទៅណោះអូមែនហើយនៅក្នុងក្រុមជីងពូមានតែលោកម្ចាស់ហ៊ូទេដែលពិសាររបស់នេះហើយបើតាមមើលទៅវាប្រកាសជាយកសាច់កពើនេះបំពុលហួរយានជាស្លាប់ហើយរួចហើយលើបន្ទោខ្លួនឯងក៏ចងកសម្រាប់ខ្លួនទៅឥឡូវវាស្លាប់ទៅហើយកុំយករឿងនេះផ្សព្វផ្សាយទៅក្រៅសោះបើគេដឹងថាក្រុមជីងពូមានពួកក្បត់ទៅដូចជាមិនសូវស្រួលសោះនៅក្រុមជីងពូរបស់ពួកលោកមានជនក្បត់ឬក៏គ្មានត្រូវទៅដោះស្រាយឈិនចិនចាក់ចែងទៅហើយភីងស៊ឺក៏មិនដឹងជាទៅកន្លែងណាទៀតខ្ញុំមើលទៅលោកត្រូវតែបញ្ញាប្រូនណាម្នាក់ក្រោបក្តាប់ក្រុមទៅក្រុមជីងពូខ្លាយទៅជាយ៉ាងនេះខ្ញុំពិតជាមិនដឹងដោះស្រាយយ៉ាងម៉េចចំពោះប្អូនទី4ដែលស្លាប់បាត់ទៅទេលោកចង់ឥឡូវគួរធ្វើយ៉ាងម៉េចទៀត ថ្ងៃនេះឯងជាអ្នកដឹកនាំចាំបាច់សួរខ្ញុំធ្វើអី សូមលោកជួយផងទៅលោកនេះ យកសាច់កពើខ្លះទៅធ្វើការពិសោធន៍អស់បាត់ តោះពួកយើងត្រឡប់ទៅវិញ សូមជួយសួររកដំណឹងភីងស៊ឺឲ្យខ្ញុំផងណាទុកចិត្តចុះមិនអីទេចាំខ្ញុំសួរឲ្យ ឆាយហងអាថ្ងៃក្រោយឯងលេងបានស្ទាបតែស្អាតបែបនេះទៀតហើយមែនទេអាចបានដូចជាពួកនាងខ្ញុំសប្បាយចិត្តណាស់សម្លៀកបំពាក់នេះដូចជាចង្អៀតបន្តិចហើយចាំខ្ញុំយកមួយសម្រាប់ឲ្យទៀត ខ្ញុំបានតាមដានរួចហើយលោកគ្រូឈុនជាមនុស្សខ្ពង់ខ្ពស់ជាងគេនៅក្រុមនាងខ្មៅហើយក៏ជាអ្នកខ្លាំងជាងគេបំផុតនៅប្រទេសជប៉ុនដែរប៉ុន្តែឯងបាច់ខ្លាចទេអាយុរបស់គេចាស់ដែរ លោកពូណង អញ្ចឹងមិនល្អទេមែនហើយថ្ងៃក្រោយនាងប្រើឈ្មោះស៊ូណានពីមុនរបស់នាងទៅបានហើយ ចាបើសិនជាពួកបងអត់ជាសាយចំពោះគង់ជឿននោះគឺជាការល្អណាស់ មិនដូចគ្នាទេគង់ជឿជាជនជាតិជប៉ុនភីងស៊ឺសត10ថ្ងៃទៀតត្រូវត្រៀមប្រកួតហើយត្រូវខំហាត់ក្បាច់គុណ คนนะเปียวมาเนี่ยบ้าน អាមានយករបស់ទៅទុកទៅ ចាប់ឡើងមក មានចាំជាល្អចំពោះភីងស៊ឺមែន អ្នកណាក៏ដោយខ្ញុំល្អតែទាំងអស់ហ្នឹង
mà trong cầm chinh vô thành sư men bạch con ló trên cây men tinh mẹ này chắc chân chân 佢兩個差唔多啫，一樣咁好打。 សាច់បងធំបងអីទេ បងមានយ៉ាងម៉េចដែរទេណា មិនអីទេពួកយើងហាត់ទៀតទេ ហើយសាច់បងធំមិនដឹងយ៉ាងម៉េចទេដូចជាគ្មានពលឹងនៅក្នុងខ្លួនសោះតែហ្មង លោកចនយាខ្ញុំបានផ្សាយសម្បត្តិណាត់ក្រុមជីវូប្រកួតគ្នាជំនួសលោកហើយណាលោកត្រូវដឹងរឿងមួយបានច្បាស់សិនឈុនជាខ្ញុំនេះចង់ប្រកួតក្បាច់គុណជាមួយនរណាចង់ធ្វើការជាមួយនរណាក៏ដោយមិនបាច់លោកមកបារម្ភជំនួសខ្ញុំទេខ្ញុំចង់ជំនួសលោកប្រាក់ចំណាយរបស់ក្រុមនេះក្រេខ្មៅនៅប្រទេសចិននេះសុទ្ធតែជាកងទ័ពជួយឧបត្ថម្ភទាំងអស់មិនអីទេពួកលោកអាចផ្អាកការតាក់ទងគ្នាជាមួយក្រុមអ្នកខ្មៅឥឡូវនេះខ្ញុំយល់ថាលោកប្រធានសានមិនរបស់លោកមិនយល់ព្រមទេខ្ញុំជម្រាបលោកតិចចុះមិនបាច់យកគេឈ្មោះរបស់លោកប្រធានមកគម្រាមខ្ញុំទេខ្ញុំគ្រាន់តែជាគ្រូបង្ហាត់ក្បាច់គុណម្នាក់ប៉ុណ្ណោះមិនមែនអ្នកនយោបាយអ្វីទេបងក្រៅពីព្រលឹមម្លេះអរុនសួស្ដីលោកពូឈុនយិនតាលោកពូសុខសប្បាយទេគូជឺហើយមិនក៏ឯងមកនៅកន្លែងឆ្ងាយយ៉ាងនេះមិនដឹងចេញពូជិះឆ្កែមកគឺពុកខ្ញុំឲ្យពូមកហ៎ពុកឯងរវល់ណាពូនឹកឯងថាជួបចឹងពូមកធ្វើអីគឺព្រោះតែវានោះណោះចិនចិនពួកឯងរៀបការនឹងគ្នាហើយនៅទេក្រែងពួកនាងនៅជាមួយគ្នាឬពួកខ្ញុំចង់រៀបការណាប៉ុន្តែជនជាតិចិននិងជនជាតិជប៉ុនសុទ្ធតែមិនយល់ព្រមទាំងអស់ល្អហើយបើមិនទាន់រៀបការជាការល្អតិចនោះវាស្លាប់បាត់ទៅឯងមិនខ្លាចជាស្រីមេម៉ាយទេពូនិយាយថាម៉េចហ្នឹងបើសិនជាលោកស្លាប់ហើយខ្ញុំក៏អាចបញ្ជូនធាតុរបស់លោកទៅប្រទេសជប៉ុនវិញដែរឯងមានជំនឿចិត្តយ៉ាងនេះយ៉ាងម៉េចបងចង់ប្រកួតជាមួយគាត់តែចិនចិនហើយអីក៏បងប្រាប់អូនមុនទៅមានរឿងច្រើនណាស់ដែលមនុស្សស្រីមិនប្រកាសតែដឹងទេចិនចិនទៅយើងអូអ្នកកំឡោះប្រាប់មកតើកណ្ដាប់ដៃរឹងជាងគេជាកណ្ដាប់ដៃអ្វីប្រមូលកម្លាំងទាំងអស់ផ្ដុំនៅកន្លែងតែមួយហើយវាយចេញទៅគឺខ្លាំងជាងគេហើយវាយបានល្អមើលមែនក៏ប៉ុន្តែខ្ញុំពីដើមមកមិនដែលឃើញថ្មវាយមនុស្សទេឯងត្រូវដឹងថាគូភាគីរបស់យើងជាមនុស្សណានិយាយសំហេតុសំផលណាស់មិនបានជាលោកមិនវាយជាមួយខ្ញុំចឹងរឿងការពារដែលរឹងមាំជាងគេនោះជាអ្វីដែរវាយលោកហើយការពារដែលអស់លទ្ធភាពប្រមូលកម្លាំងទាំងអស់ដើម្បីវាយលោកត្រូវរំលំគូភាគីក្នុងរយៈពេលយ៉ាងខ្លីបំផុតអូនិយាយអញ្ចឹងកណ្ដាប់ដៃត្រកូលហួររបស់ពួកឯងគឺដូចគ្នានឹងក្បាច់គុណចិនហើយលោកចេះវិធីបដាលដែរទេប្រើកម្លាំងរឹងគឺចំណាយកម្លាំងច្រើនណាស់កម្លាំងធ្ងន់គឺវាយលោកមិនដកថយត្រូវប្រើវិធីទន់លោករៀមច្បងតើលោកបង្ហាត់កូនសិស្សយ៉ាងម៉េចដែររឿងប្រយុទ្ធត្រូវតាំងស្មារតីឲ្យខ្ពស់ត្រូវតែប្រមូលកម្លាំងផ្ដុំគ្នាលោកគ្រូរបស់ឯងគួរតែធ្លាប់និយាយប្រាប់ឯងពីមូលហេតុអស់នេះហើយលោកគ្រូខ្ញុំមិននិយាយច្រើនអញ្ចឹងទេការពិតលោកប្រកួតដែរទេហេឈប់សិន
ហើយខ្ញុំត្រូវការមុតខ្លួនតិចសិនទៅបានអ៊ីនេះជាក្បាច់គុណអីទៅឲ្យតវាយឈ្នះលោកគឺក្បាច់គុណល្អហើយរបស់លោកមិនអីទេមិនអីទេខ្ញុំមិនចង់ចំណេញពីលោកទេ
រីមានក្បាច់គុណល្អយ៉ាងនេះកុំរករកបានមនុស្សចាស់មានកម្លាំងបែបនេះក៏ពិបាករកដែរឯងកុំគួរសមអីជនជាតិចិនមានសម្ដីមួយម៉ាត់ថាកណ្ដាប់ដៃខ្លាចយុវជនរឹងមាំពិតជាត្រូវមែនប៉ុន្តែខ្ញុំនៅតែចាញ់អបាញ់មិញឯងប្រើក្បាច់គុណរបស់ឯងក្បាច់គុណរបស់ជនជាតិចិនគឺត្រូវមើលលើអំពើរបស់មនុស្សតែមិនមែនមើលទៅលើការប្រយុទ្ធគ្នាទេឯថ្ងៃនេះមានការបញ្ជាក់យ៉ាងនេះឯងនិយាយថានេះជាវិធីបំបែកមួយទិសដៅរបស់អ្នកហាត់គុណគឺព្រួលគូភាគីឯងខុសទាំងស្រុងហើយអ្នកកំឡោះចាំខ្ញុំប្រាប់ឯងវិធីដែលល្អជាងគេចង់ផ្ដួលរំលំគូភាគីគឺត្រូវប្រើម្រាមដៃនេះទិសដៅនៃការហាត់គុណគឺចង់យកលទ្ធភាពរបស់មនុស្សម្នាក់បង្ខំទៅដល់ឋានៈកំពូលបើសិនជាឯងចង់ឈានដល់ជំហានមួយនេះត្រូវចាំបាច់យល់ពីការរស់នៅលើโลกនេះផងបានហើយខ្ញុំទៅហើយក្រែងលោកចង់ប្រយុទ្ធគ្នាមិនបាច់ប្រកួតតទៅទៀតទេពួកយើងបានប្រកួតគ្នាយូរមកហើយយើងស្មើដៃគ្នាក៏ប៉ុន្តែខ្ញុំមិនមែនតំណាងពួកជនជាតិជប៉ុនទាំងនោះទេនៅប្រទេសជប៉ុនអ្នកដែលមានក្បាច់គុណពូកែជាងខ្ញុំមានច្រើនណាស់ក្រែងលោកពូចេះក្បាច់គុណពូកែជាងគេនៅជប៉ុនណាក្បាច់គុណលេខ1របស់លោកឈុនយាគឺជាក្បាច់តាំងសមាធិរបស់គាត់តែមិនមែនជាការសម្លាប់មនុស្សទេពួកយិនជាខ្ញុំចាញ់ឯងហើយមិននឹកស្មានឯងមានកូនសិស្សពូកែយ៉ាងចឹងសោះឥឡូវអ្នកដែលពូកែជាងគេនៅសាលាគុណហុកខៅគឺឈ្មោះស៊ូធានកាងដែលអ្នកទាំងពួងឲ្យរហស្សនាមថាមនុស្សយន្តអ្នកកំឡោះឯងត្រូវប្រយ័ត្នខ្លួនលោកចាច់ទៀតហើយមិននឹកស្មានថាស្នាដៃលេខអុករបស់លោកមានភាពរីកចម្រើនជាងសោះតែស្ដាយណាស់ជីវិតមនុស្សមិនមែនងាយក្តាប់ដូចជាលេខអុកយ៉ាងចឹងទេចាំបានកាលពីប្រមាណឆ្នាំមុនលោកឈិនយៈសេងនៅជាមិត្តល្អរបស់ក្រុមនាយក្រេខ្មៅរបស់ក្រុមខ្ញុំនេះថ្ងៃនេះក្រុមនាយក្រេខ្មៅក៏ផ្លាស់ប្ដូរដែរគឺដូចជាកងទ័ពចឹងពួកគេចង់ក្តាប់យកប្រទេសចិនទៀតផងចង់ក្តាប់យកប្រទេសចិនពួកអាតបល្ងងខ្លៅទាំងអស់នោះគ្រាន់តែយល់សុបិនពេលថ្ងៃប៉ុណ្ណោះហើយមិនមែនកំពុងយល់សុបិនថ្ងៃទេបច្ចុប្បន្ននេះកងទ័ពរបស់ជប៉ុននៅប្រទេសចិនគឺច្រើនជាងកងទ័ពនៅប្រទេសជប៉ុនពាក់កណ្ដាលទៅទៀតអ្វីដែលលោកនិយាយនេះខ្ញុំដឹងទាំងអស់ហើយក៏ប៉ុន្តែស្ថានភាពរបស់ជប៉ុនឥឡូវនេះគឺដូចជាសត្វស្រមោចមួយដែលរឹងមាំចង់ស៊ីដំរីមួយកំពុងដេកយ៉ាងចឹងពេលដែលដំរីនៅមិនទាន់ដឹងខ្លួនសត្វស្រមោចមួយនោះវាដូចជាចង់កេងចំណេញបានក៏ប៉ុន្តែតិចលោសត្វដំរីដឹងខ្លួនទៅទោះជាសត្វសមោចរឹងមាំយ៉ាងណាក៏ត្រូវតែដាច់ខ្យល់ស្លាប់ជាមិនខានក៏ប៉ុន្តែខ្ញុំយល់ថាសត្វដំរីដ៏ល្ងងខ្លៅចិននេះនៅមិនទាន់ភ្ញាក់ខ្លួនទេណាមួយសត្វសមោចដែលចង់ស៊ីវានោះមិនមែនត្រឹមតែមួយនោះទេតែទីបំផុតដំរីគង់ភ្ញាក់ឡើងត្រូវហើយតែស្ដាយណាស់ឥឡូវជនជាតិជប៉ុនមួយភាគច្រើនសុទ្ធតែមិនជឿលោកទេជាង10ឆ្នាំមកហើយរាល់លើកដែលកងទ័ពជប៉ុនធ្វើចម្បាំងរួចហើយសុទ្ធតែបានលទ្ធផលមានប្រយោជន៍ធំជប៉ុនខ្លាយទៅជាចក្រភពមួយធំទៅហើយដូច្នេះមនុស្សស៊ូធាននេះប្រទេសជប៉ុនគឺមានច្រើនណាស់បើមើលតាមស្ថានភាពនេះទៅរឿងចម្បាំងលើកនេះពិតជាមិនអាចជៀសផុតបានជាដាច់ខាតឈិនចិននៅទេក៏មិនតមកវិញទេលោកចេញអង្គុយទៅអរគុណចេញទៅសារទឹកតែ
អរគុណនាងរៀនចេះភាសាចិនច្រើនណាស់មែនទេខ្លះដែរនិយាយបានច្បាស់ល្អណាស់ចិនបងត្រឡប់មកវិញហើយលោកខុំមករកបងណាមួយរយៈនេះយ៉ាងម៉េចដែរកំពុងរវល់រឿងអីខ្ញុំធ្វើការនៅក្រសួងប្រៃសណីយ៍ហើយឯងបោះបង់ក្រុមពុំមិនចោលហើយមិនមែនជាបញ្ហាចោលឬក៏មិនចោលទេខ្ញុំធ្វើការងារនេះក៏គ្មានអីខុសគ្នាដែរក្រុមជាងពូនៅតែត្រូវការឯងទៅវិញណាខ្ញុំក៏បាននាំសៀវហុងទៅវិញដែរម្នាក់នៅអាគារផ្កាយសបឹងនោះហ៎ឯងមិនទាន់បានជួបនាងទេមែនទេជួយត្រេកអរផងណាឯងក៏អាចនាំគូជឿត្រឡប់ទៅក្រុមពូមិនបានដែរពួកគេអាចទទួលស្គាល់សៀវហុងតែមិនអាចទទួលស្គាល់គួងជឿបានទេព្រោះនាងជាជនជាតិជប៉ុនណាគួងជឿលះបង់ដើម្បីឯងច្រើនណាស់នាងជាស្រីល្អម្នាក់ណាមិនដឹងថាអ្នកឯទៀតគិតយ៉ាងម៉េចទេឲ្យនាងទៅនៅក្រុមចេញវូប្រកាសជាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមចេញវូខ្ញុំមិនអាចអាត្មានិយមយ៉ាងនេះបានទេថ្មីនេះខ្ញុំរៀនចេះក្បាច់គុណមួយយ៉ាងក្បាច់គុណអីទៅចាំខ្ញុំរៀនឯងនេះដូចជាក្បាច់គុណគ្រួសារតកូលហួរមែនហើយកណ្ដាប់ដៃបំវាយទិសរបស់គ្រួសារតកូលហួរណាតែលោកគ្រូធ្លាប់ប្រាប់ថាកណ្ដាប់ដៃបំវាយទិសនេះមិនអាចបង្រៀនដល់អ្នកក្រៅទេកណ្ដាប់ដៃបំវាយទិសគ្រាន់តែជាក្បាច់គុណមួយប៉ុណ្ណោះខុសត្រង់ឪពុកខ្ញុំជាអ្នកគ្រប់គ្រងឈិនឯងយល់ព្រមនឹងខ្ញុំទៅស្អែកនេះខ្ញុំត្រូវប្រកួតគ្នានៅសាលាគុណខុងខៅហើយបើសិនជាខ្ញុំមានគ្រោះថ្នាក់អីទៅឯងត្រូវបង្រៀនក្បាច់គុណនេះបានច្រើនសំទោសទីបំផុតអូននៅតែសម្រេចចិត្តត្រូវចាកចេញក្នុងជីវិតរបស់មនុស្សមានរឿងខ្លាំងសំខាន់ជាងស្នេហាទៅទៀតអត់មានរូបអូននៅក្បែរបងរត់តែធ្វើការងារបានច្រើនទីបងគ្រប់សម្ដីផងនៅពេលដែលក្រុមតបជប៉ុនត្រឡប់ទៅប្រទេសជប៉ុនវិញអូននឹងរងចាំបងនៅទីក្រុងតូក្យូខ្ញុំទៅជាមួយអលុនបានហើយភេងសេអនខ្លាចតែមានរឿងទីចាំបាច់រកមនុស្សខ្លះឲ្យទៅជួយបងទីមិនអាចមានរឿងបានទេមនុស្សតែច្រើនពេកជនជាតិជប៉ុនស្មានតែពួកយើងខ្លាចវាផងពិតមែនណាអូនចាំបងមកវិញណាសៀវហួយរំខានអូនជួយមើលសៀវហុងផងណាចាខ្ញុំទៅភេងសេខ្ញុំចេះភាសាជប៉ុនខ្ញុំទៅជាមួយឯងដែរណា
ទៅយើង ពួកវាពីរនាក់ទៅជាមួយគ្នាប្រកាសជាគ្មានរឿងអីទេ លោកឧត្តមសេនីយ៍លោកគ្រូឈុនជាថ្ងៃនេះបានចាកចេញពីក្រុងសៀងហៃទាំងព្រលឹម អាតែចាស់ចង្រៃនោះវាមិនព្រមរួមដៃជាមួយនឹងកងទ័ពវាជាសត្រូវរបស់កងទ័ពយកដំណឹងនេះប្រាប់ទៅដល់ទីក្រុងតូក្យូភ្លាមណា បាទលោកឧត្តមសេនីយ៍បើអញ្ចឹងរឿងប្រកួតគ្នាជាមួយនឹងក្រុមជីងវូតើរំសាយចោលមែនទេ មិនបាច់ទេមិនមែនរឿងណាក៏ត្រូវពឹងលើក្រុមនេះរីខ្មៅនោះដែរលើកនេះទុកឲ្យខ្ញុំដោះស្រាយដល់ខ្លួនឯងបានហើយ បាទ ឯទាំងពីរនាក់មកជាមួយគ្នាប្រសើរខ្លាំងណាស់លោកហួរខ្ញុំមានដំណឹងល្អមួយចង់ប្រាប់លោកឥឡូវខ្ញុំរកឃើញឃាតករសម្រាប់ឪពុកលោកហើយចេញមកជនម្នាក់នេះត្រូវគេទិញក្បាលមកវាបានដាក់ថ្នាំបំពុលនៅក្នុងសាច់ក្រពើដែលលោកហួរបានទិញមកវិញវាជាអ្នកក្បត់នឹងក្រុមមិនបាច់ភ្ញាក់ផ្អើលទេអូវាចេញទៅអរគ្នាបើគ្មានវិជីវិខ្ញុំអ្នកណាក៏មកចូលដែរបាទតោះអរគ្នាទៅមកវិញទៅបើសិនជាឯងចាញ់ហើយខ្ញុំនឹងជូនអក្សរ4នេះដល់ឯងព្រោះខ្ញុំជាអ្នកសរសេរដោយផ្ទាល់ដៃ
ឯងអាចដើរបានទេ ដើរបាន Nó xiếp lừa đảo này số thiên slap hai điện cùng rơ nè nào cùng rơ dùng bánh ra đục liêm ra cùng rơ anh bên đây kìa chấm ấy tê bộ ai chỉ con làm luôn nếu sao bên tôi bỏ người lấy mà lại phải chấp bắt nếu còn lại ní bàn thế chừng mình ban trên tầm luôn thế chừng chân ai nó hú phiền sư chừng tới cần loan vô tới chừng mua chừng đại ca đây công sớm mai sao ai sớm thà ai chạy tranh pi cái lại ní bàn đòi sốc à cùng rơ hai phiêu chừng mưa tới bật hai cái anh tới slap họ của mình đâu chụp sân nè tao gọt nè cũng mạnh ở sọ chừng vô tay chừng bùa rừng đi tới tập prao vị sân để phép đo sai từ bàn bànสู่เทียนสลับเฮ้ยเขามีน้ำไหลแล้วบอกปลุกตาเดรชานในกันแต่เจ้าลูกตีลูกสักปีมาเรียนไอ้จีนักนักนอนชับนอนตัวระบายจ่าเจนพี เดือดร้อนสินายลูกสักปีเขี่ยวไม่เลยนี่ชื่อมันไตรทมเชียงเกณฑ์ในตีนี้เฮ้ยหรือมัวก็ไอ้ไปช่างน้ำมันเชียร์ระบายยืนเตี้ยบ้านตรงคอยกลอยสลับจีกองตอบจีปนมันเนี่ยเลิกเชื่อมเตยอ้อยเขียนกอดอกสายจีปัวรีรัฐาพิบาลว่ามันจังเตะเชื่อมพิบาลดอกสายจีปัวถนัดเลยครั้งนะกองตอบจีปนประกอบจีมันโปร่งดีลูกจ้องในเยธาบาสันจีเชื่อมมันสลับเตนุกองตอบหนึ่งโยอาการนี้เธอจำบังแมนเตบ้านจันละบองเชื่อมมันเนี่ยจ้ากรอนบ่าวแม่ลูกจิตโกนปลอกแม่ยี่จ่องมือตีมือยังไม่ได้มือยังไม่ได้พ่อยังไม่ได้รอไปเลยรอมือเลยเดี๋ยวส่งมือพ่อบังเลยส่งมือพ่อมันนุ่มมันได้เชิญแม่ได้ไปเชิญนึกพ่อให้ปัดร้อยแม่ตรงนั้นแม่ได้สบายมือถือสบายจะสบายเลยสบายลูกเลยมันทุได้จะปนจังเหรอพวกยุ่งเกี่ยวกับปนพวกยุ่งเกี่ยวกับเลยการปฏิกรมตะมวยดีพวกเบี้ยร่วมในเนี่ยหมดถือบาดยุ่งเกี่ยวกับเยื่อมันไม่ได้ไม่ต้องยอมมันได้ไม่ได้เนื้อชนชิ้นจอมจิ้วเรียบร้อยมารูปแม่แต่ใบใดปีเชื้อไอ้กับตีสลาคุณห้องเขาไล่เรียบปืนกับตีลยันจังเนาะโอ้ยจอมยอจามไม่ต้องบอกตายนะบ่ายุใครปีใส่เมเกนมองได้นะเนี่ย
ពូអីមានកាយណា អូ ហ៎ អត់អីទេពួកយើងទៅចែកគ្នាតទៅទៀតណាអូយចម្លែកមែនហ្មងហើយមិននឹកស្មានថាអាសៀងជាជនក្បត់អញ្ចឹងសោះពួកខ្ញុំខំតែល្អជាមួយវា វាលើកនេះធ្វើជាខ្មោចចំនួនសាច់ច្បងទី5ចាត់ទុកថាបានធ្វើរឿងល្អមួយដែរសាច់ច្បងទី5តើពួកយើងឥឡូវនេះត្រូវទៅណា ឯថាតែមើលពេលនេះប្រទេសចិនពួកយើងនៅកន្លែងណាដែលអាចធ្វើចម្បាំងជាមួយជប៉ុនបាន ទុំសាន ល្អអញ្ចឹងយើងទៅទុំសានទៅ 第三声谈得痛快